ដែលធំបំផុតតែទទួលជនភៀសខ្លួនមិនទទួលជនភៀសខ្លួនវាស្ថិតនៅលើស្ដេចយើងសូមសួរថាស្ដេចបានតវ៉ាប្រឆាំងទេពីទង្វើដែលធ្វើសកម្មភាពអស់នឹងយើងមើលពីសកម្មភាពស្ដេចវិញតែចេញមកមុខមកទទួលទេឥឡូវយើងមើលក្នុងឆ្នាំ1979បើយើងនិយាយពីប្រទេសថៃស្ដេចគេអត់ទទួលជនភៀសខ្លួនខ្មែរទេដោយសារអីគេពេល79ចាប់ខ្មែរយើងយកទៅបាញ់ទម្លាក់នៅលើភ្នំដងរែកក្រោយពីអង្គការសហជីវជាតិដឹងបានជួលដីអាសៀមហ្នឹងឲ្យមកនៅលើទឹកដីសៀមបង្កើតទៅជាជំរំជនភៀសខ្លួនហើយក៏ជាដំណាក់កាលដាក់ពាក្យសុំទៅនៅប្រទេសផ្សេងអាហ្នឹងដែលយើងមើលឃើញនៅក្នុងឆ្នាំ79មកទល់នឹងឆ្នាំ93បណ្ដាលមកពីអីនេះដោយសារអង្គការសហជីវជាតិត្រូវតែចេញមុខមកទទួលខុសត្រូវហើយអ្វីក៏ដោយរឿងជនភៀសខ្លួនផ្នែកខាងសង្គ្រាមអាហ្នឹងវាពាក់ព័ន្ធគេហៅថាវាជារឿងធម្មជាតិសង្គ្រាមនៅក្នុងប្រទេសនីមួយៗកើតឡើងអ្វីដែលប្រជាពលរដ្ឋគឺជាមនុស្សអត់មានកំហុសគិតយកតែរកសេចក្តីសុខអានេះគេហៅថាវាជាជីវិតសត្វលោកនៅក្នុងលោកយើងដូច្នេះចំណុចហ្នឹងយើងនិយាយថាបើសិនជាសៀមវិញសាហាវប្រៃផ្សាយជាងអូស្ត្រាលីឆ្ងាយណាស់ហើយកុំឲ្យអ្នកឯងមកចោតប្រកាន់អូស្ត្រាលីហើយមកដាក់កម្រិតថាអូស្ត្រាលីជាសាហាវប្រៃផ្សាយហើយអ្នកឯងមិនធ្វើការនៅរុស្ស៊ីអ្នកឯងគិតឲ្យច្បាស់លាស់ទៅរយៈកាលកន្លងមកអូស្ត្រាលីចង់ទៅរុស្ស៊ីជាមួយស្រុកខ្មែរឬក៏ស្រុកខ្មែរចង់មករុស្ស៊ីមួយអូស្ត្រាលីសមត្ថភាពខ្លួនឯងអត់មានស្អីផងហើយមកចង់ប្រើពាក្យថាកុំឲ្យមករុស្ស៊ីមួយអូស្ត្រាលីអ្នកឯងត្រូវតែមកវល់អូស្ត្រាលីទេដែលអូស្ត្រាលីនឹងដាក់កម្រិតនឹងសេដ្ឋកិច្ចកំណត់ដែលហៅថាបញ្ជូនសេដ្ឋកិច្ចឲ្យអ្នកឯងមានចំណូលនៅក្នុងប្រទេសជាតិដូច្នេះអ្នកឯងកុំភ្លេចណាសពថ្ងៃហ្នឹងប្រជាពលរដ្ឋខ្មែរដែលមករស់នៅលើអូស្ត្រាលីហ្នឹងប្រហែលជាជិតចូល10000នាក់ហើយដែលជនអន្តោប្រវេសន៍ខុសច្បាប់អានេះខ្ញុំប្រាប់បានច្បាស់លាស់បើសិនជាអាមុខស្វាសញ្ញាព្រួឯងបើមិនដឹងក្បាលដឹងកន្ទុយទេណាកុំឲ្យមកចង់មកចោទថាអូស្ត្រាលីហ្នឹងប្រៃផ្សាយអ្នកដែលប្រៃផ្សាយអ្នកដែលប្រទេសនីមួយគេរក្សាជនអន្តោប្រវេសន៍របស់គេត្រឹមត្រូវឲ្យគេមកចូលមករស់នៅទៅតាមច្បាប់ទម្លាប់មានអត្តសញ្ញាណមានអីត្រឹមត្រូវអានេះវាជាក្បួនខ្នាតគេគោរពនៅលើសិទ្ធិមនុស្សមិនមែនដោយប្រទេសថៃយកមនុស្សយកទៅបាញ់ចោលទេនេះខ្ញុំប្រាប់ឲ្យច្បាស់លាស់ហើយកុំឲ្យម្នាក់ឯងមកចោទប្រកាន់ថាអូស្ត្រាលីនឹងប្រៃផ្សាយនេះអាមុខស្វាសញ្ញាព្រុសដើរតែព្រុសអត់បានការអីមកគិតឃើញថាវិបត្តិសង្គមជាតិបណ្ដាលមកពីអីអ្វីដែលអាមុខស្វាសញ្ញាព្រុសឯងនិយាយចំណេញទៅឲ្យអាហ៊ុនសែនតាមិនបានចំណេញមកដល់ជាតិខ្មែរណាយើងមើលឃើញសកម្មភាពជាតិខ្មែរជួបស្នៅភាពវិនិច្ឆ័យកម្មហន្តរាយទឹកដីមកទល់សប្តាហ៍បណ្ដាលមកពីអីយើងមើលឃើញច្បាស់ថាហេតុអីបានអាមុខស្វាសញ្ញាព្រុសឯងមិនមើលឃើញថាវិនិច្ឆ័យកម្មហន្តរាយមកទល់សប្តាហ៍ហើយមិនព្រមបង្រួមជាតិនៅសល់បាក់តែមួយដើម្បីប្រឆាំងជាមួយនឹងអំពើនៅការឈានពានបំបត្តិពូជសាសន៍នេះអាមុខស្វាសញ្ញាព្រុសឯងដើរតែបង្កបញ្ហាណាបង្កើតបាក់ពួកហើយមិនដែលទៅឃើញហៅថាការបង្រួមជាតិអត់មានទេអួតអាងតែខ្លួនឯងទៅនេះអាមុខស្វាសញ្ញាព្រុសអាគឹមវាសនាកំសែងខ្ញុំសូមកលទោសអាជនបោកឯងដើរបោកប្រជាជាតិរាល់ថ្ងៃហ្នឹងដែលខ្ញុំមិនទាន់ចេញមុខមកវាយផងហើយមកចង់ឯងតាំងខ្លួនឯងជាស្អីជាអ្នកក្រិនបើនេះអាមុខស្វាសញ្ញាព្រុសអាគឹមវាសនាបាទខ្ញុំចាំថែមទៀត2013យើងនេះវាចាប់យើងណាស់ទៅណាស់លួចបន្លំមិនជាស្អីនឹងអាប្រទេសណាគ្រប់គ្រងមុនគេអូស្ត្រាលីហេតុអីបានវាគ្រប់គ្រងថាដើម្បីឲ្យវាមានតំណែងតំណងល្អស្រួលបញ្ជូនជនខ្លួនមកអញ្ចឹងហើយឯណែបាត់ដឹងគុណគេវិញខ្ញុំថាទេណាមិនដឹងជាមិនទេបានទទួលយកហ្នឹងឯណែបាត់ដឹងគុណគេថ្ងៃក្រោយគេលោកបោះឆ្នោតបន្លំអីទៀតទៅបានអានឹងជួយគ្រប់គ្រងទៀតព្រោះអានឹងប្រទេសមួយធំដែរបងប្អូនឃើញចិត្តវាសាហាវឲ្យតែបានដល់ប្រជាពលរដ្ឋប្រទេសវាធ្វើអីក៏វាធ្វើដែរបងប្អូនមើលសាហាវអញ្ចឹងបានខ្ញុំថាការលើកសំណើរបស់ជនជាតិអូស្ត្រាលីលើកសំណើមកសុំរដ្ឋាភិបាលអញ្ចឹងទី1មើលងាយទី2បង្ហាញពីលក្ខណៈយំខ្នងព្រៃផ្សៃរបស់ជនជាតិអូស្ត្រាលីរដ្ឋាភិបាលអូស្ត្រាលីអ្នកឯងនឹងជនភៀសខ្លួននឹងគេចង់ទៅប្រទេសណាគេចង់ទៅនោះអ្នកឯងយកមកចាក់មកឬមកអាងាប់អញ្ចឹងឯងកុំទុកប្រទេសឯងទៅនេះអាមុខស្វាសញ្ញាព្រុសឯងអាងាប់ឯងមិនគិតផងហើយមិនគិតមើលថាតើអ្វីដែលគេនិយាយហ្នឹងអ្វីដែលគេទៅហ្នឹងតើគេទៅជុំក្បាលណាអាមុខស្វាសញ្ញាព្រុសឯងគេទៅជុំក្បាលឲ្យទទួលជនភៀសខ្លួនឬក៏អារដ្ឋាភិបាលអាកម្ពុជាចោលក្បត់ជាតិបីសាច់បងកំពើដែលបំរើយួនសម្រាប់ខ្មែរតើវាទទួលដោយដៃពីរវាសុខកាយសប្បាយចិត្តវាជុលពេងវាជុលស្រាវាធ្វើកម្មវិធីរាត្រីសមរសដើម្បីអបអរសាទរដល់អ្វីដែលវាទទួលពីអូស្ត្រាលីយើងសូមសួរថាអូស្ត្រាលីបានភ្ជុងវាហើយនៅដូចជាចំណុចមួយដែលយើងទៅចែកឲ្យច្បាស់លាស់ហើយមកចោទប្រកាន់ថាអូស្ត្រាលីប្រៃផ្សាយយើងសូមសួរថាជនអន្តោប្រវេសន៍ហ្នឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងបើសិនជាអូស្ត្រាលីវាជាជាតិប្រៃផ្សាយវាបញ្ជូនពួកហ្នឹងទៅប្រទេសវាវិញអស់ហើយបានន័យថាវារក្សានៅអ្វីហៅថាជាជំហរក៏ប៉ុន្តែអ្នកឯងតង់ទៅយល់ពួកអាជនភៀសខ្លួនទាំងអស់ហ្នឹងវាមកសុំជ្រកកោននៅលើទឹកដីប្រទេសអូស្ត្រាលីក៏ប៉ុន្តែនេះជាសិទ្ធិអូស្ត្រាលីគេឲ្យនៅមិននៅជាសិទ្ធិរបស់គេដូចជាកន្លែងហ្នឹងអ្នកឯងទៅយល់ឲ្យច្បាស់មិនមែនតំណាងថាអ្នកឯងមកសុំគេនៅហើយគេឲ្យអ្នកឯងនៅទេអ្វីក៏ដោយគេមើលទៅតាមស្ថានភាពតើគេយល់ព្រមមិនយល់ព្រមពីព្រោះអូស្ត្រាលីមិនមែនជាអង្គការសហប្រជាជាតិទេអូស្ត្រាលីក៏ជាប្រទេសមួយឯងហើយក៏ជាសមាជិកនៃអង្គការសហប្រជាជាតិអ្វីក៏ដោយដូចជាបើសិនជាអង្គការសហប្រជាជាតិប្រជាជនភៀសខ្លួនណាក៏ដោយដាក់ពាក្យសុំមកនៅប្រទេសណាអានេះជាសិទ្ធិជនភៀសខ្លួនក៏ប៉ុន្តែអ្នកដែលជ្រើសរើសក៏សិទ្ធិអ្នកជ្រើសរើសដែរដូចជាបើសិនជាគេមិនព្រមទទួលអានឹងអ្នកឯងសំណាងអាក្រក់ទៅដូចជាអ្នកឯងនឹងអាចវិលទៅមាតុភូមិនិវត្តក៏មិនដឹងឬក៏អ្នកឯងរស់នៅលើជំរំជនភៀសខ្លួនហ្នឹងតើរយៈកាលប្រមាណហើយទឹកលុយប្រមាណហៅថា
ថាអង្គការសហជីវជាតិមានទឹកលុយអាចចិញ្ចឹមអ្នកឯងបានដូចយើងនិយាយនៅក្នុងជំរំជនភៀសខ្លួនពី79មកទល់នឹងឆ្នាំ93អានឹងបញ្ហាហៅថាអង្គការសហជីវជាតិចំណាយលុយមកលើជនភៀសខ្លួនយ៉ាងណាមិញអូស្ត្រាលីយើងទៅតោងឲ្យច្បាស់លាស់ហេតុអីបានអ្នកឯងមកចោទអូស្ត្រាលីថាប្រេងផ្សៃអ្វីដែលអូស្ត្រាលីយកទៅគឺសហការជាមួយនឹងរដ្ឋាភិបាលតែយើងតោងទៅយល់ឲ្យច្បាស់លាស់មកពីរដ្ឋាភិបាលហ្នឹងគឺការកម្ពុជាក្បត់ជាតិ3សាច់បនកំពើបំរើយួនសម្រាប់ខ្មែរវាមិនបានគិតពីផលប្រយោជន៍ជាតិបញ្ហាដែលសំខាន់មួយទៀតដើម្បីចូលទៅលើជនអន្តោប្រវេសន៍ទាំងអស់ជនភៀសខ្លួនទាំងអស់អ្នកដែលទទួលខុសត្រូវជាពិសេសគឺរាជានិយមអានេះយើងទៅចែកឲ្យច្បាស់លាស់កន្លែងហ្នឹងហើយហេតុអីបានអាមុខស្វាសញ្ញាព្រោះអីមិនទៅសួរស្ដេចសីហមុនីទៅហេតុអីបានឲ្យអាហ៊ុនសែនវាមកទទួលអស់ហ្នឹងអានេះជាទួលនីតិរបស់ស្ដេចព្រោះទឹកដីនេះជាទឹកដីរបស់ស្ដេចហើយទទួលជនអន្តោប្រវេសន៍អ្នកដែលមានសិទ្ធិសញ្ញេអាចឲ្យប្រជាពលរដ្ឋដែលរស់នៅលើទឹកដីខ្មែរបានដល់រាបណាតែស្ដេចទេចេញហត្ថលេខាអស់ហ្នឹងដូច្នេះឥឡូវរឿងហ្នឹងវាពាក់ព័ន្ធមួយស្ដេចតើបងប្អូនមាននាំគ្នាទៅរករឿងស្ដេចទេហេតុអីបានមិននាំគ្នាទៅរករឿងស្ដេចរឿងអីមកដាក់កំហុសមកលើប្រទេសអូស្ត្រាលីប្រទេសអូស្ត្រាលីអស់ទាំងលុយហើយស្អុយទាំងឈ្មោះទៀតមកចោទប្រកាន់មកលើប្រទេសអូស្ត្រាលីនេះអាមុខស្វាសញ្ញាព្រោះឯងកុំឲ្យយកទស្សនៈហ្នឹងដើម្បីមកចោទប្រកាន់មកវាយលើទឹកដីអូស្ត្រាលីនេះខ្ញុំប្រាប់រវាងអៀកំស្រេងមិនមែននិយាយចូលទៅលើទស្សនៈកាន់ជើងទេតែយើងវេកញែកពីអង្គហេតុនិងហេតុផលនៃសង្គមនៃវិបត្តិរឿងក៏ជារឿងនយោបាយដែរនេះខ្ញុំប្រាប់ឲ្យបានច្បាស់លាស់ហើយបញ្ហាទាំងអស់វាបណ្ដាលមកពីអីសកម្មភាពយើងមើលពីប្រទេសខ្មែរយើងសប្តាហ៍ថ្ងៃពីពួកយួនវាជានយោបាយពួកយួនដើម្បីវាកកោកាយដែនដីកណ្ដាលឲ្យអាញេញ៉ៃបើកកោកាយមិនឲ្យអាញេញ៉ៃនៅលើដែនដីកណ្ដាលបានន័យថាទឹកដីកម្ពុជាក្រោមវាយកអត់បានទេបើស្រុកខ្មែរស្រុកស្រួលកន្លែងហ្នឹងហើយវាជានយោបាយយើងត្រូវទាមទារទឹកដីកម្ពុជាក្រោមដូចជាចំណុចនយោបាយកន្លែងហ្នឹងវាជំរុញជនភៀសខ្លួនចូលមកដើម្បីវាធ្វើឲ្យជនខិលខូចមួយចំនួនតែធ្វើឲ្យកកោកាយនៅក្នុងប្រទេសវាស្រួលនឹងយកទឹកដីកម្ពុជាក្រោមឲ្យបានជាស្ថាពរដូចជាជំរឿនដែលយើងមើលឃើញពីសកម្មភាពនយោបាយដែលវាធ្វើមកទល់សពថ្ងៃតើអ្វីដែលវាធ្វើហ្នឹងតើយើងសុំសួរថាចំណេញមកដល់ជាតិយើងឬក៏មានវិបត្តិមកដល់ជាតិយើងតែអ្នកឯងទៅគិតឲ្យច្បាស់លាស់មិនបណ្ដាលមកពីអូស្ត្រាលីទេហើយកុំឲ្យយកអូស្ត្រាលីមកចោទប្រកាន់មកលើប្រទេសអូស្ត្រាលីនេះខ្ញុំប្រាប់ឲ្យច្បាស់លាស់អាមុខស្វាសញ្ញាព្រោះអាគឹមវាស្នាឯងអ្វីដែលអូស្ត្រាលីធ្វើហ្នឹងអានឹងគឺជាភាព